សៀមបានដឹករថយន្តដែលបំពាក់ដោយឧបករណ៍បំពងសំឡេងមកចាក់សំឡេងឆ្កែលូនិងសំឡេងព្រឺព្រួចនាពេលរាត្រីដូចជាសំឡេងខ្មោចលងក្នុងភាពយន្តជាដើមមកទល់មុខនឹងភូមិជោគជ័យឬសំឡេងខ្លាំងចូលមកក្នុងភូមិជោគជ័យហើយរហូតដល់ម៉ោង 10:30 នាទីនៅពេលដែលក្រុមសង្កេតការណ៍អន្តរជាតិ IOT បានធ្វើដំណើរមកដល់ជោគជ័យសៀមបានបិទហើយបើកឡានគេចចេញទៅខាងតំបន់ព្រៃច័ន្ទទៅដល់ភូមិព្រៃច័ន្ទក្រុមសង្កេតការណ៍អន្តរជាតិបានទៅដល់ភូមិព្រៃច័ន្ទឬសូរសំឡេងចាក់ប៉ុន្តែសៀមបានបែរមកចាក់នៅការអានលិខិតផ្សេងទៅវិញនេះជាព្រឹត្តិការណ៍ដែលកើតឡើងយប់មិញហើយរហូតដល់ម៉ោង 11:55 នាទីរំលងអាទិត្យទើបសៀមបញ្ចប់ការចាក់លុះដល់ម៉ោង 4 ជាងទៀបភ្លឺសៀមបានបន្តចាក់ម្ដងទៀតនៅក្នុងភូមិជោគជ័យដើម្បីរំខានដំណេកបងប្អូនប្រជាពលរដ្ឋយើងនេះជាការបំពានរំលោភសិទ្ធិរស់នៅយ៉ាងធ្ងន់ធ្ងរមកលើបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលសៀមតែងតែបំពានម្ដងហើយម្ដងទៀតមកលើប្រជាជនកម្ពុជាអញ្ចឹងនេះជាអ្វីដែលបានកើតឡើងកាលពីយប់មិញថ្ងៃទី 11 ខែតុលា ឆ្នាំ 2025 ហើយឈានដល់ថ្ងៃទី 12 ទៀបភ្លឺថ្ងៃខែតុលា ឆ្នាំ 2025 នៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូរបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសូមបងប្អូនបានជ្រាប